ឡើងគឺពិតជាឡើងមែននៅព្រឹកថ្ងៃច័ន្ទបើកសប្តាហ៍នេះតម្លៃមាសបានឡើងដល់តម្លៃ$3,394ក្នុងមួយអោនហើយក៏បានចុះមកវិញនៅដល់តម្លៃ$3,351នៅក្នុងមួយអោនផងដែរអញ្ចឹងសួរថាវាឡើងហើយវាចុះវិញដោយសាររឿងអ្វីដែរទី1តម្លៃមាសបានឡើងដោយសារតែបងប្អូនទាំងអស់គ្នាដែលបានជួញដូរមាសក៏ដូចជាបងប្អូនដែលធ្វើការជួញដូរហាងឆេងនៅក្នុង Forex ប្រកាសជាបានតាមដានព័ត៌មានយ៉ាងជាក់លាក់តាក់ទងនឹងសហរដ្ឋអាមេរិកធ្វើការវាយប្រហារទៅកាន់ប្រទេសអ៊ីរ៉ង់ហើយដោយសារតែព័ត៌មានហ្នឹងវាកើតឡើងនៅក្នុងថ្ងៃសៅរ៍អាទិត្យអញ្ចឹងនៅក្នុងថ្ងៃច័ន្ទនេះធ្វើតម្លៃមាសបានហក់ឡើងទៅដល់តម្លៃ$3,394ហើយវាបានប្រែប្រួលក្នុងចន្លោះតម្លៃ$30ជាងតែយើងសួរថាបញ្ហាសង្គ្រាមវាតែងតែធ្វើតម្លៃមាសកើនឡើងប៉ុន្តែហេតុអីបានជាវាឡើងហើយវាចុះមកវិញគឺដោយសារតែប្រាក់ដុល្លារគឺជាហិរញ្ញវត្ថុមួយដែលមានសុវត្ថិភាពជាងគេបំផុតបើធៀបជាមួយនឹងរូបិយប័ណ្ណផ្សេងទៀតដូច្នោះហើយនៅពេលដែលមានភាពស្លន់ស្លោដូចជាសង្គ្រាមឬមួយក៏ជំងឺឆ្លងជាសកលប្រកាសណាស់អ្នកដែលមានលុយធំគាត់នឹងត្រៀមប្រាក់ដុល្លារជាសាច់ប្រាក់សុទ្ធទុកសម្រាប់ការពារហានិភ័យអញ្ចឹងតម្លៃមាសចុះមកក៏ដូចគ្នាដែរនៅពេលដែលវាឡើងខ្ពស់គេកាត់យកប្រាក់ចំណេញឬមួយក៏លក់មាសយកប្រាក់ចំណេញទុករក្សាប្រាក់ដុល្លារដើម្បីរក្សាសុវត្ថិភាពអញ្ចឹងសួរថាតម្លៃមាសឲ្យកើនឡើងទៀតទេប្រកាសណាស់តម្លៃមាសគឺប្រកាសជាកើនឡើងបន្តទៀតលើមូលហេតុអីទី1អាមេរិកនៅតែបន្តសង្គ្រាមនៅអ៊ីរ៉ាក់នៅក្នុងប្រទេសអ៊ីរ៉ង់ដដែលដូច្នោះហើយអាមេរិកត្រូវចំណាយបន្ថែមដែលធ្វើឲ្យមានអនុភាពនៅក្នុងសេដ្ឋកិច្ចហើយអាចនឹងធ្វើឲ្យតម្លៃប្រាក់ដុល្លារមានការធ្លាក់ចុះទី2តាក់ទងនឹងព័ត៌មានដែលធនាគារកណ្ដាលអាមេរិកនឹងធ្វើការទម្លាក់អត្រាការប្រាក់នៅក្នុងខែ7ខាងមុខនេះអញ្ចឹងពីព័ត៌មាននេះសុទ្ធតែជាព័ត៌មានពិសេសដែលអ្នកវិនិយោគធំរំពឹងរង់ចាំមើលហើយគេរំពឹងថាបើសិនជារឿងនឹងកើតឡើងមែនតម្លៃមាសនឹងនៅតែបន្តកើនឡើងអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់បានព័ត៌មានបន្ថែមឬមួយក៏ចង់បាននៅការវិភាគទីផ្សារប្រចាំថ្ងៃដើម្បីធ្វើការជួញដូរតម្លៃមាសនៅក្នុង Forex អាចធ្វើការទំនាក់ទំនងមកតាមលេខទូរស័ព្ទរបស់ខ្ញុំដែលមានដាក់នៅក្នុងវីដេអូនេះអរគុណ